ភ្លេចខ្លួនខ្ញុំត្រូវដល់ថ្ងៃទៅខ្មែរវិញបាទខ្ញុំទៅបានថ្ងៃនេះណាដល់បាននៅសាលាគេបានយូរជាងគេសារតែថ្ងៃផ្សេងគឺដើរលេងរហូតហើយនេះគឺជា vlog ដែលខ្ញុំបានឃើញព្រិលថ្ងៃដំបូងក្នុងឆាកជីវិតខ្ញុំមកបងប្អូនកុំឲ្យចាំយូរតាទៅ vlog យើងទាំងអស់គ្នាស្រែកពេញដងនៅក្នុងក៏ចាក់ដែរឆ្ងល់ហាក់បីគេចាក់បត់ពេញដមចង់ឲ្យពីផឹកហ្មងព្រោះដោយសារតែសិស្សគេនឹងក៏អត់មានទូរស័ព្ទប្រើតែទាំងអស់គ្នាគេចាប់ដាក់ office អស់ហើយព្រឹកនេះមានអារម្មណ៍ថា giving ឲ្យខ្ញុំ new vibe ហ្មងរបៀប vibe យើងចេញទៅជិតដល់ថ្ងៃចេញទៅនិយាយលេងច្បាស់ព្រឹកនេះក៏ខ្ញុំរៀបចំខ្លួនឲ្យមកប្រជុំមកផ្លែទាំងអស់គ្នាប្រជុំមួយលោកគ្រូកូរ៉េតងជាមួយនឹងរឿងរៀបចំមកវ៉ាន់ដាក់វ៉ាលីអញ្ចឹងព្រោះបានម្សិលមិញបានចាយលុយដល់បងប្អូនហើយទិញចង់ធ្លាយវ៉ាលីទាំងអស់គ្នាប៉ុន្តែរឿងវ៉ាលីនឹងមួយពេលថ្ងៃខ្ញុំហោះទៅវិញនឹងខ្ញុំជួប problem មែនបើទាំងអស់គ្នាចង់ដឹងថាខ្ញុំជួយរឿងអីក៏អាច comment បានព្រោះដោយសារតែខ្ញុំបានថតទេពេលហ្នឹងពួកខ្ញុំស្លន់ដែរខមមិនថាចង់ដឹងមកគីឡូអាចថតវីដេអូមួយទៅប្រាប់អញ្ចឹងណារៀបរាប់ឥឡូវបកមកកាន់វីដេអូយើងវិញថ្ងៃនេះគឺ schedule នៅសាលាពេញហ្មងបងប្អូនគ្នាហើយនៅសាលាហ្នឹងក៏មែនតើអត់អីធ្វើដែរគេឲ្យធ្វើ domino chain ដើម្បីប្រកួតមួយថ្នាក់ក្រែគេផ្សេងដែរហើយខ្ញុំតនេបាទអត់អីធ្វើបងប្អូនគ្នាគេធ្វើឲ្យអស់ហ៎សូមធ្វើការដាក់មកបត់ទៅតនបានតនេហើយថ្ងៃចុងក្រោយផងបានមកធួនៅក្រោយសាលាគេក្រុមពួកខ្ញុំមកបងប្អូនគ្នាមកបានសាងសង់បានប៉ុណ្ណឹងដូរម៉ូតចង់100ម៉ូតអាណាជឿសេអូ It's not dropping this one អ្នកធ្លាក់ហ្នឹងអត់ធ្លាក់ទម្លាក់ចោលទៅធ្លាក់ខ្ញុំថាខ្ញុំមកលេងកូរ៉េហ្នឹងទទួលបានអីខ្លះអូយគឺខ្ញុំចង់ប្រាប់ថាខ្ញុំទទួលបាន experience ច្រើនខ្លាំងមែនតើឆើទាំងការភ្លក់ម្ហូបអាហារទាំងការរៀនសូត្រទាំងនិយាយទៅច្រើនយ៉ាងនេះចូលមកដល់ពេលថ្ងៃអីដែរទាំងគ្នាក៏ឲ្យទៅរៀបចំខ្លួនដើម្បីកម្មវិធីតទៀតប៉ុន្តែនៅសាលាដដែលទេហើយមើលនេះតិចអាណាឃើញមិត្តភក្តិខ្ញុំផ្លុំផ្សាយចេញពីមាត់ដល់អីពួកខ្ញុំដឹងមុនដែរថានឹងធ្លាក់ព្រឹកថ្ងៃហ្នឹងម៉ោងខ្ទង់2 3អីហ្នឹងដោយសារតែមើលតាម weather app ហ្នឹងគឺគេដាក់ម៉ោងប៉ុណ្្នឹងឯងហើយអារម្មណ៍ដែលយើងដឹងហើយយើងទន្ទឹងរង់ចាំមានអារម្មណ៍ថាយូរខ្លាំងមែនតើហ្មងមកវិញខ្ញុំហ៊ានសម្រាប់ណាស់ដល់ខ្លាចងើបឡើងមកគេព្រិលធ្លាក់ចោលហើយសព្រិលធ្លាក់ចោលលក្ខណៈថាពេលហ្នឹងគឺវាភ្លៀងតិចហើយប៉ុន្តែគ្រាន់វាអត់តន់ធ្លាក់ព្រិលមកអានេះគឺជាវីដេអូដែលខ្ញុំបានឃើញព្រិលតបងទាំងអស់គ្នាឃើញសខ្ញុំទៅមើលទៅឡើងព្រិលពេញលើដីហ្នឹងហ្មងអូ my god ដល់ពេលហ្នឹងខ្សែខ្លាំងទៅដូចក្មេងទៅចូលទីក្រុងហ៎អូ my god ទាំងអស់គ្នា finally ខ្ញុំបានឃើញព្រិលហើយអូសានណាស់ damn oh my goodnessអូយពេលហ្នឹង over គេអាចខ្លាំងដល់គ្នាព្រោះដោយសារតែពេលខ្ញុំមកហ្នឹងគឺ plan តែចង់ឃើញព្រិលហ្នឹងឯងនេះឯងហើយបើគេសួរថាពេលធ្លាក់ព្រិលអញ្ចឹងតិចជាងធម្មតាអត់យល់តែពេលធ្លាក់ព្រិលហ្នឹងត្រឹម3អង្សាសេអីទាំងអស់គ្នាប៉ុន្តែដោយសារតែពេលធ្លាក់ភ្លៀងទៅបានធ្វើឲ្យភ្លៀងហ្នឹងខ្លាចជាព្រិលវិញខ្ញុំមកដល់នេះ experience ដែលតិចជាងគេគឺធំ15ខ្ញុំមកដល់នេះស្ដាយមួយទាំងអស់គ្នាបើសិនជាសម័យមើលបើខ្ញុំមានកាមេរ៉ា DJI អីមួយអូយបានធ្វើ vlog YouTube ផងនឹងល្អមកគេដោយសារតែទូរស័ព្ទខ្ញុំនេះសម្រាប់ថតវីដេអូប្រឈមមកបើសិនជាឲ្យខ្ញុំថតវីដេអូប្តីផងប្រឈមផងចាក់ចូលគ្នាហ្មងអូកាន់មកដល់វីដេអូនេះវិញមានអ្នកសួរមិត្តភក្តិខ្ញុំថាគាត់ពាក់អាវខ្មែរចឹងតិចដល់អ្នកគ្នាប៉ុន្តែដោយសារតែពេលហ្នឹងត្រូវដល់មកចូលរួមកម្មវិធីគេឲ្យតម្រូវពាក់អាវខ្មែរប្រើល្មមមកថតវីដេអូសិនមកហើយនេះអ្នកគ្រូខ្ញុំមកកុំច្រឡំថាមិត្តភក្តិខ្ញុំមកអូយអ្នកគ្រូខ្ញុំក្មេងស្អាតសាហាវអេមេរីពេលប្រើមកផ្លែតហ្នឹងអូសប្បាយខ្លាំងដល់គ្នាលេងគប់ snow គប់អីអូ it's like my dream come true ហ្មងបន្ទាប់មកក៏ខ្ញុំទៅដូរអាវខ្មែរដែរដើម្បីចូលរួមកម្មវិធីគេនេះគឺគេអញ្ជើញសិស្សខ្លះចាស់ពីខាង University មួយឲ្យជួយភាសាយើងអញ្ចឹងបងប្អូនប៉ុណ្្នឹងឯងយើងមើលសាច់ច្រាស់ចាស់គេមើលទៅចាស់ប៉ុន្តែមុខគាត់ក្មេងខ្លាំងឡើង smooth មាត់កប់ហ្មងនិយាយចឹងជាប់មាត់ recap ពេលខ្ញុំបានមកដល់លេងនៅកូរ៉េខ្ញុំឃើញការរស់នៅរបស់គេប្លែកច្រើនដែរ It's inspire me to យកទម្លាប់ការរស់នៅហ្នឹងមក apply នៅការរស់នៅយើងធម្មតាវិញតែប្រទេសនីមួយៗគឺមានការរស់នៅទម្លាប់អីខុសៗគ្នាអញ្ចឹងបានណា exchange program exchange culture ហ្នឹងវា good ចឹងតែអ្នកគ្នាដល់ពេលល្ងាចគឺគេធ្វើកម្មវិធីបិទមួយផ្លែតហើយក៏នាំគ្នាទៅកន្លែងត្រាំងបារដើម្បីញ៉ាំ pizza ជុំគ្នាចុងក្រោយអីចឹងដល់ពេលយប់មុនមួយថ្ងៃទៅនឹងមានអារម្មណ៍ថារៀង sad ដែរតែគឺខ្ញុំព្យាយាម enjoy the moment that I still there ខ្ញុំជួយចេញទៅយក pizza មានមាន់មានកូកាយហើយក៏ញ៉ាំជុំគ្នាចុងក្រោយលោកគ្រូអីក៏គាត់ព្យាយាមលឹកពីការរៀបចំមកវ៉ាន់នៅ airport នឹងដែរទាំងអស់គ្នារៀបចំមកវ៉ាន់អញ្ចឹងណានេះ say goodbye គ្នាហើយ vlog ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត bye bye guys see you next video